តមកទៀតសំណួរទី3ថាមនុស្សតែងតែស្វែងរកសេចក្តីសុខតែមនុស្សតិចណាស់ដែលយល់អំពីសេចក្តីសុខរឿងនេះត្រូវសុខពិតប្រាកដណាបងប្អូនគឺការព្រមទទួលនៅក្នុងចិត្តរបស់បងប្អូនតែចិត្តរបស់យើងព្រមទទួលហើយសុខហើយតែមិនព្រមទទួលហើយអត់សុខទេឧបមាថាយើងពូកជេដីបានកុំមកចំមក10លានរឿងគួរណាបងប្អូនគួរយើងគួរតែបាន5លានម្នាក់គ្នាយើង2នាក់ដល់តែគេយក9លានយើងបានតែ1លាននៅមិនសុខគេថាការពីមុនហែងក្រតាឥឡូវបានដល់1លានហើយទេចំណែកអញត្រូវបាន5លានមិនក៏ទៅបាន1លានវាមិនព្រមទទួលវាមិនសុខបពុតលោកសម្ដែងថាសេចក្តីសុខពិតប្រាកដគឺសុខដែលកើតមាននៅក្នុងដួងចិត្តរបស់យើងអាហ្នឹងយើងនិយាយអំពីលោកីយៈចិត្តទេណាបើនិយាយពីលោកកុត្តរៈចិត្តនោះបងប្អូនណាគេថាដូចទឹកនៅក្នុងពាងដែលបាំងចិត្តអត់មានកឡោអីបន្តិចសោះអស់អាសវៈកិលេសយើងដូចទឹកពាងដែលមានត្រីនៅក្នុងនឹងកាលណាត្រីដេកត្រីនៅស្ងៀមចិត្តរបស់យើងក៏ស្ងប់ទៅពេលត្រីហ្នឹងអើតមកតាមប្រហោងភ្នែកឃើញស្រីស្អាតអាត្រីហ្នឹងវាកលេសកលាប់ទឹកចាប់ដើមគឺពពុទ្ធនិងព្រះអរហន្តទាំងឡាយលោកវិបស្សនាជោគត្រីចេញអស់លោកថាលោកកុត្តរៈចិត្តហ្នឹងណដ្ឋិសន្តិប្រាំងសុខាំងគឺជាសេចក្តីស្ងប់ដែលឥតមានពាក់ព័ន្ធជាមួយនឹងវត្ថុខាងក្រៅចំណែកយើងវិញសុខពីព្រោះវត្ថុខាងក្រៅណាបើគេជិះជាន់យើងនៅមិនសុខទេណាសន្តិភាពនៅជាប់មិនដាច់ឡើយជាមួយនឹងសេរីភាពតែអត់សេរីភាពកុំនិយាយអំពីសន្តិភាពតែអត់សេរីភាពហើយមនុស្សចេះតែទើសចេះតែតល់របស់ពីរនឹងជាប់គ្នាហ្មងអត់មានសេរីភាពសុខអ្វីក្នុងចិត្តរបស់យើងហេឲ្យស្ងប់ទៅពុទ្ធលោកថាណដ្ឋិសន្តិប្រាំងសុខាំងអត់ទេក្នុងលោកកុត្តរៈចិត្តទេអញលោកីយៈចិត្តប៉ុន្តែបងប្អូនណាទោះបីយ៉ាងណាក៏ដោយទោះកុំឲ្យដល់ថ្នាក់ដែលវាមានហូហីហើយនៅតែមិនស្ងប់ទៀតពួកអ្នកធំពួកអ្នកមានដូចជាអុកញ៉ាសប្ងៃមានលុយវល់លានបងប្អូនរាប់រយលានប៉ុន្តែហេតុអីនៅមិនសុខពីព្រោះគេមិនយល់ពីសេចក្តីសុខដែលគេត្រូវការសេចក្តីសុខពិតប្រាកដណាបងប្អូនគឺការព្រមទទួលនៅក្នុងដួងចិត្តរបស់យើងខ្ញុំឃើញអ្នកមានខ្លះខ្ញុំឃើញអ្នកល្បីខ្លះអ្នកមានរូបសម្បត្តិស្អាតខ្លះគ្រាន់តែដល់រដូវដែលរុះរោយបងប្អូនតួកុនអីបងប្អូនយើងហៅតបងហៅមិនបានផងហើយមើលទៅមុខគាត់ដល់ថ្នាក់មីងហើយហ្នឹងហៅតបងហៅមិនបានហៅអ្នកនាងគាត់ចាស់អាយុ60ជាងហើយហ្នឹងពួកតួកុនណាតែពេលណាវាអាយុ30ជាងវាដេកលែងលក់ហើយពីព្រោះវានឹកឃើញថាសម្ផស្សវារុះរោយហើយពួកកីឡាករល្បីវាលេងបានត្រឹមតែអាយុ7 8 10រហូតដល់25 26ចឹងតែ32 33កីឡាករអន់ណាកាលវាល្បីវាសល់លុយរាប់រយលានគ្រាន់តែដឹងថាវាចិត្តអស់រដូវកាលល្បីតាំងពីដេកកើតទុកបងប្អូនពិចារណាមើលសួរវាកើតទុករឿងអីតែរឿងកលេសរបស់វាហ្នឹងវាយល់អត់បានខ្ញុំចេះតែគិតក្នុងចិត្តថាបើអញមានលុយដូចពួកកីឡាករអញ្ចឹងណាសេចក្តីសុខពិតប្រាកដហ្នឹងណាដែលជាសេចក្តីសុខឥតលេឡំជាមួយនឹងទុកសោះណាបងប្អូនសម្រាប់បឋិជនខ្ញុំថាអញដើរធ្វើការងារសប្បុរសណាបងប្អូនមកលុយចាយអត់ហើយណាទុកវាម្ដុំកាលណាយើងជួយគេឃើញគេបានសេចក្តីសុខបងប្អូនសប្បាយចិត្តទេបងប្អូនការងារកាន់តែលំបាកដល់ពេលយើងធ្វើបានសម្រេចក្នុងការងារសប្បុរសរឹកតែសប្បាយចិត្តដូចខ្ញុំមើលភ្នែកអាកូនហ្នឹងខ្ញុំនឹកក្នុងចិត្តថាបើអញយកវាទៅដល់ប្រទេសនេះប្រទេសនោះបើវះកាត់បានបើអញធ្វើបានណាអញនឹងសប្បាយចិត្តប៉ុណ្ណាសប្បាយចិត្តហ្មងបងប្អូនសប្បាយចិត្តហ្មងប៉ុន្តែអ្នកធំសម្ងាយគាត់មិនសប្បាយចិត្តរឿងអញ្ចឹងបងប្អូនស្រីញីគាត់នឹងស្អីទៅគាត់ទៅសប្បាយអាផ្លូវនងបងប្អូនណាវាល្ងឹតអញ្ចឹងបានមានឃ្លាមួយគេនិយាយថាមនុស្សច្រើនណាស់ចង់បានសេចក្តីសុខប៉ុន្តែពួកគេមិនស្គាល់សេចក្តីសុខសោះឡើយគេមិនដឹងធ្វើម៉េចឲ្យខ្លួនគេបានសុខសោះឡើយកីឡាករខ្លះបងប្អូនវាល្បីជាប់លេខ1ដូចកីឡាតេនីសអីប៉ុន្តែជាទូទៅវាវាយពីអាយុ7 8 10ហ្នឹងណាចាប់ដើមល្បីរហូតដល់27 28អាខ្លះវាដឹងថាវា31 32ហើយវាអន់ណាតើអន់វាតាក់ដើមពិបាកចិត្តដែរព្រោះវាចង់ល្បីទៀតខ្ញុំចេះតែនឹកឃើញសល់លុយរាប់រយលានហើយធ្វើការងារសប្បុរសដឹងសុបាយប៉ុណ្ណាបងប្អូនជួយគេជួយឯងមុនងាប់ទៅទុកធ្វើអីបងប្អូនទ្រព្យសម្បត្តិរបស់ជនកំណាញ់ជាទ្រព្យសម្បត្តិរបស់អ្នកដទៃទេសូម្បីតែខ្លួនវាមិនហ៊ានចាយផងទ្រព្យរបស់ជនកំណាញ់ជាទ្រព្យរបស់អ្នកដទៃទេមីងមួយនៅក្បែរផ្ទះខ្ញុំគាត់លក់អង្គតែបានហូបអង្គល្អផងគាត់ហូបតែអង្គដែលគេជ្រុំណាគាត់ស្ដាយគាត់តែបានទីអង្គល្អទេគាត់ប្រមូលមកកើបលៀងសួរថាថៃបានហូបអង្គអញ្ចឹងគាត់ថាអង្គដូចតែគ្នាហូបទៅវាស្ដាយខ្ញុំថាគិតហូបអញ្ចឹងមកជីវិតថាមានចិត្តងាប់លក់អង្គស៊ីតែអង្គអញ្ចឹងទ្រព្យសម្បត្តិរបស់ជនកំណាញ់ជាទ្រព្យសម្បត្តិរបស់អ្នកដទៃទេ